សុខភាពរបស់ចិត្តកូនជាទីស្រឡាញ់កាលពោលដល់រឿងសុខភាពយើងច្រើនតែនឹកដល់សុខភាពរាងកាយនឹកដល់ភាពរឹងប៉ឹងនិងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះការពិតសុខភាពផ្លូវចិត្តមានសេចក្តីសំខាន់ជាងសុខភាពរាងកាយទៅទៀតចិត្តដែលមានសុខភាពល្អក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាតស្រឡះថ្លាមិនមួម៉ៅក្តៅក្រហាយឬរវើរវាយច្រើនដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អទើបជាការចាំបាច់ណាស់សុខភាពនៃចិត្តនឹងល្អទៅបានក៏ដោយសារការថែរក្សាដែរគឺកុំចេះតែប្រមូលរឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមនសិការៈអយោនិសោមនសិការៈបានដល់ការគិតខុសម្ល៉េះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយបណ្ដាលឲ្យខូចសុខភាពផ្លូវចិត្តមិនមានរឿងអ្វីដែលអាក្រក់នោះទេបើកូនមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នោះសេចក្តីពិតដូចនេះសម្ដែងឲ្យឃើញថាអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់កាលបើដូច្នេះកូនព្រមទាំងគំនិតរបស់កូនធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វីក្នុងโลกនេះមិនមានអ្វីដែលសំខាន់សម្រាប់កូនជាងកូនជាមនុស្សល្អនោះឡើយជំនួសការដែលកូនចង់ឲ្យអ្នកដទៃធ្វើសេចក្តីល្អដល់កូនគឺកូនត្រូវព្យាយាមធ្វើសេចក្តីល្អឲ្យខ្លួនឯងទៅតាមដែលកូនត្រូវការព្រោះថាក្នុងโลกនេះមិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយសេចក្តីល្អដែលកូនធ្វើដោយខ្លួនឯងទើបមានអានុភាពដល់ចិត្តពិតប្រាកដគឺធ្វើចិត្តឲ្យស្ងប់សុខកាលចិត្តសុខស្ងប់ហើយអ្វីជាខាងក្រៅក៏រៀបរយទៅតាមផងដែរមនុស្សមានសុខភាពផ្លូវចិត្តល្អរមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯងមនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាកូនត្រូវរស់នៅជាមួយខ្លួនឯងជាមនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អបវិវេករសង្បត្វារសង្ឧបសមសច្ចៈនិត្តរោហោតិនបាបោធម្មៈបៃតិរសង្ពិវំបុគ្គលណាក្រេបជក់នៅរស់ដែលកើតអំពីវិវេកនឹងរស់ព្រះនិព្វានដែលជាទីចូលទៅស្ងប់រងាប់ក្រេបជញ្ជក់នៅរស់បៃតិដែលកើតអំពីធម៌ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយនិងជាអ្នកមិនមានបាប